តែថ្ងៃឈប់គឺជើងវែងហ្មងហូរតែកន្លែងដើរលេងហ្មងនិយាយទៅចឹងថ្ងៃទី1នេះគឺមានដំណើរកំសាន្តទៅកន្លែងកាហ្វេនេះឃើញកន្លែងហ្នឹងស្អាតពេកនងគ្នាផ្លូវឡើងលើកាហ្វេនេះអូយវ៉ាវហ្មងនិយាយមែនស្អាតខ្លាំងណាគ្រាន់ចុះពីផាសស្អាតភ្លាមគឺចាសោកយកហ្មងមករៀនមែនមកសិក្សាមែនមកដល់លេងមកសិក្សាគេវ៉ាន់មកអើយវ៉ាន់ដល់ហើយនេះ delivery ខ្ញុំលបធ្វើអីហ្នឹងលបទៅសេសមែនលបទៅសេសថាវាទៅសោយដង្កាំងខ្ញុំនេះក៏សោយអ្នកពូនៅមុខហ្នឹងក៏សោយដែរនិយាយទៅចុះក្រុមស្និទ្ធបានគឺកត់នៅលើផាស្អាប់ហ្នឹងហ្មងគឺកត់ចំណុចណានិយាយទៅដើរលេងនេះមានសុបាយមានសោយមានពិបាកមានអីគ្រប់មុខអញ្ចឹងពួកខ្ញុំបានដើរចុះក្រុមហើយស្រីមួយគឺយើងសេកមកបានមកដល់ហើយអញ្ចឹងនាំគ្នាអង្គុយថតរូបថតអីលេងដោយសារឆ្លាញ់ទេសភាពកន្លែងហ្នឹងនិយាយទៅមានទេសភាពច្រើនមែនតើមាន view ខាងក្រោយក៏អាគារអីធំបាទចូលមកអៀនកាមេរ៉ាចឹងដាក់ត្រូវទេបងអ្នកដាក់ឲ្យនិយាយទៅតែងតែសួរខ្លួនឯងចេះនេះគឺជាសុបិនមែនទេដោយសារតាអូយកម្រងតាំងពី2018តាំងពីរៀនចាប់ទី12ភ្លាមណាត់គ្នាដើរលេងគឺមិនដាក់ជោគជ័យទេតែសារនេះជោគជ័យហើយនេះកន្លែងទី2ដែលពួកខ្ញុំទៅនិយាយទៅចូលចិត្តកន្លែងណាស្ងាត់អត់សូវមានមនុស្សរបៀបយើងថតរូបអីវ៉ាន់គឺស្រួលអីចឹងណាហើយនិយាយទៅរបៀបថាយើងចង់ relax ចឹងត្រូវការកន្លែងណាដែលអត់មានមនុស្សចាគ្រាន់តែឃើញសមុទ្រភ្លាមមានភាពកញ្ជ្រោលពេញក្នុងខ្លួនហ្មងខ្ញុំណាស្រែកហងអីហងនិយាយទៅវ៉ាវអូយបាក់ទប់អារម្មណ៍ខ្លួនឯងណាពួកអីអើយខានមកសមុទ្រយូរហើយកន្លះឆ្នាំជាងអីហើយអញ្ចឹងមិនអាចគ្រប់គ្រងអារម្មណ៍បានទេគ្រាន់តែឃើញភ្លាមអូយរំភើបណាមួយគឺបំណងប្រាថ្នាចង់មកមើល sunset ចំថ្ងៃហ្នឹងថ្ងៃរះថ្ងៃ sunset ម៉ោងវេលា sunset អើយឲ្យ10នឹងការទេសភាពគឺពេញចិត្តខ្លាំងហ្មងខ្ញុំហើយនឹងប្អូនមិត្តភក្តិខ្ញុំអូកញ្ជ្រោលស្រែកមិនអាចទប់អារម្មណ៍បានទេគឺពេញចិត្តឲ្យ100ឲ្យ10ថងនេះអូយស្អាតខ្លាំងណាគ្រាន់តែទេសភាព can heal everything ហ្មងនិយាយមែនទុកសោកអីរសាយតាមទឹកសមុទ្រអស់ហើយចាបន្ទាប់មកពួកខ្ញុំបានទៅសមុទ្រពេលយប់នាំគ្នានិយាយរឿងក្នុងចិត្តចាក់ចុះចាក់ឡើងចារៀងអួលណែនដែរអញ្ចឹងទៅដូចថាវាទេសភាពផងនិយាយទៅមានអារម្មណ៍ថារៀងកំសត់រៀងអីអញ្ចឹងណាបន្ទាប់មកពួកខ្ញុំបានទៅវិញនិយាយទៀតចាទៅដល់ក្នុងបន្ទប់គឺនិយាយទៀតនិយាយដល់ម៉ោងមិន10 11 12អីយោរឿងនោះរឿងមិនចេះចាប់មិនចេះហើយកប់ទុកជាយូរអញ្ចឹងយើងមានអ្នកនិយាយទៅគឺនិយាយពីនេះពីនោះទៅណាឲ្យយើងបានធូរខ្លះសម្រាប់ថ្ងៃផឹកទី2វិញគឺមកផ្សារមកញ៉ាំអីពេលផឹកនេះហើយថងយួរម្នាក់1ម្នាក់2នេះចាគឺកៅអៅទុកសម្រាប់ដូរពេលទៅកន្លែងផ្សេងទៀតអញ្ចឹងយើងអត់បកទៅបន្ទប់គេងវិញទេគឺយើងយកអីវ៉ាន់ទៅនឹងមកស៊ូធ្ងន់ស៊ូអីគឺចាត្រូវតែដាក់តាមខ្លួនជានិច្ចងាយបានដើរលេងអីអញ្ចឹងដើរលេងម្ដងដាក់អីវ៉ាន់តាមខ្លួនអូយខនអីវ៉ាន់ដល់ហើយតែបើមានអ្នកយូរឲ្យវិញអើយដឹងល្អមិនទៅណចង់មានអ្នកយូរឲ្យដល់ហើយតែនេះគឺ girl trip ចឹងហើយចាមានកម្លាំងទាំងម៉ានយួរខ្លួនឯងទៅដល់ណាយួរតែខ្លួនឯងហ្នឹងហើយ strong independent ណាសម្រាប់សម្រួលចុះឡើងគឺញ៉ាំបាយដែលសារតាក្រោកឡើងខ្ទង់ម៉ោង8 9ហើយនៅធ្វើខ្លួនធ្វើអីទៀតខ្ទង់ហើយម៉ោង11មកផ្សារនេះឡើង11កន្លះចឹងញ៉ាំបាយព្រឹកបាយថ្ងៃលាយគ្នាហ្មងទៅប៉ុន្តែអត់អីបានញ៉ាំកាហ្វេពេលផឹកហើយចឹងអត់បញ្ហាបាយថ្ងៃម្ដងក៏បានដែរចេញពីញ៉ាំបាយហើយក៏នាំគ្នារកកន្លែងទៅថ្ងៃទី2នេះចង់ទៅប្រោនថ្មីនៅឆ្នេរឯករាជ្យចឹងសម្រាប់សម្រួលគ្នាថាទៅនឹងទាំងអស់គ្នាគ្រាន់តែដល់អូយទេសភាពទៀតហើយ vibe នេះ vibe ត្រូវចិត្តទៀតហើយនិយាយទៅ
trip លើកនេះពេញចិត្តគ្រប់កន្លែងតែសារជា vibe ដែលយើងត្រូវចិត្តត្រូវអារម្មណ៍របស់យើងហ្មងណាពួកអីការដើរលេងមួយគឺដល់ទៅកន្លែងណាដែលយើងចូលចិត្តកន្លែងដែលយើងស្រឡាញ់អីចឹងណាដើរលេងនេះអត់មានហត់អីហត់នឹងយូរឲ្យបានហ្មងគ្រាន់តែកៅអៅដាក់ទៅពីកាផ្លេទុកដោអត់ហត់នឿយទេព្រោះ environment ខាងក្រៅនេះពេញចិត្តដែរទោះហត់យ៉ាងណាក៏ទ្រាំដែរតបមកក៏ឡើងទៅលើដើម្បីទៅចូល order cafe order drink អីចឹងណាញ៉ាំអត់ញ៉ាំកាហ្វេព្រោះញ៉ាំពេលព្រឹកហើយចង់ order matcha អត់មានកម្រងមកថតឆ្នេរនៅជាប់ហ្នឹងឯងដោយសារអីក៏ថាគ្រាន់តែញ៉ាំកាហ្វេហើយចាំហូរឆ្នេរទៅទៀតចឹងណាប៉ុន្តែបន្ទាប់ពីញ៉ាំអីហើយអស់គឺពួកខ្ញុំបានដើរចុះទៅក្រៅហើយក៏ឃើញទេសភាពចិត្តទៅត្រូវចិត្តនិយាយទៅគឺផ្លែនេះសប្បាយចិត្តហ្មងថ្ងៃទី2នេះរៀងអន់សពុនចិត្តថងថាមេឃរៀងល្ងឹតចឹងទៅនេះខ្ទង់ម៉ោង2ម៉ោង3អីប៉ុន្តែមេឃអត់មានស្រឡះអីសោះប៉ុន្តែ it's okay ពួកអីថ្ងៃទី1មេឃស្រឡះល្អអញ្ចឹង enough ហើយដំណើរកំសាន្តស្រីអើយរៀងសាំញ៉ាំមែនប៉ុន្តែដើម្បីបានរូបស្អាតរូបអីយោចឹងអូយថតចោះថតឡើងលើថ្មលើអីផងសម្រាប់មិត្តខ្ញុំវិញចាអូយកាមេរ៉ា woman នោះថតឲ្យខ្ញុំនោះតែខ្ញុំអត់សូវថតច្រើនមកដែរថតតែ 4-5 ប៉ុសឯនៅមួយកន្លែងមួយស្ទុះក្រោយមកក៏មកកន្លែង restaurant គេនេះមកអង្គុយញ៉ាំអីសិនដោយសារតែហត់តែថតមួយថ្ងៃហ្នឹងរៀងឆ្អែតតែមកញ៉ាំយកកម្លាំងសិនឆ្លាញ់វីដេអូបងអូនលួចថតនោះដែលសារឃើញទឹកមុខខ្លួនឯងឡើងស្រស់ស្រាយហើយក៏ញ៉ាំផ្លែឈើតិចតួចចឹងហើយញ៉ាំចំផ្លែមួយកាំហើយអូយជូរខ្លាំងណាស់បាក់ទទួលយកក៏ឯងណែអើយធ្វើមកជូរឲ្យគេលួចថតនេះអើយអស់សណោចហ្នឹងបន្ទាប់ពីចេញពីហ្នឹងទៅពួកខ្ញុំដើរជុំវិញមកកន្លែងហ្នឹងណាហើយនាំគ្នាទៅដូរមកឈុតទៅខ្ញុំថតឈុតប៊ីគីនីតើហ៊ានបហាញទេសម្លៀក private ហៅកន្លែងស្ងាត់ដើម្បីដូរមិនអាចមានមនុស្សជុំវិញបានទេចង់ស្លៀក sexy ប៉ុន្តែចាលាក់លៀមមិនអាច public អីបានទេអញ្ចឹងមានតែមកក្លៀតភ្នំអីនេះមកបានថតបានអីកាច់រឹកកាច់រៀងអីតាមចិត្តដែលយើងចង់មកស្ទុះខូចមកអូយមេឃភ្លៀងខ្លាំងខ្យល់បក់ខ្លាំងទឹកសមុទ្របក់យកក៏នាំគ្នាទៅញ៉ាំអីវិញចេញពីហ្នឹងទៅញ៉ាំអីញ៉ាំសាច់អាំងញ៉ាំអីចិត្តកន្លែងគេញ៉ាំអីដែរអញ្ចឹងម្ដុំអូ2មួយថ្ងៃឡើងបាក់ស្បាតែអញ្ចឹងនាំមិត្តអីបានទៅញ៉ាំមិត្តអីបងប្អូនហើយបន្ទាប់ពីញ៉ាំអីនាំគ្នាទៅដើរមើលគេតាំងពីពណ៌ពីអីនេះទិញអីទិញនេះទិញនោះអញ្ចឹងតែខ្ញុំអត់ទិញអីព្រោះអត់មានអីត្រូវទិញទេហើយកន្លែងនេះខោខ្ញុំអត់សូវស្រួលបួអញ្ចឹងមិត្តខ្ញុំជួយមើល check up ខ្ញុំអីចឹងណាថាមើលមុខមើលក្រោយអញ្ចឹងនោះឲ្យផ្លាស់ប្ដូរកន្លែងខោពីក្រោយទៅវាអត់ចូលនឹងខ្សែក្រវ៉ាត់ខ្សែអីចឹងណាអូយអរគុណស្រីមួយដែល take care យកចិត្តទុកដាក់គ្រប់ចំណុចអីចឹងណានិយាយទៅ best friend គ្នាយូរហើយតាំងអាយុខ្ទង់11 12ឆ្នាំអីហ្នឹងរហូតដល់ឥឡូវនិយាយទៅយូរដែរចិត្តចូល20ឆ្នាំតែដឹងហើយនេះនាំក្មេងស្រីទូចមកទិញតុក្កតាអីវ៉ានេះអត់ស្គាល់ទេចានាំគ្នាមកទិញទៅដឹងអីគេទិញទុកជាអនុស្សាវរីយ៍អីចឹងណាដើម្បីថាមកដើរលេងម្ដងទិញអនុស្សាវរីយ៍ទុកបន្ទាប់ពីហ្នឹងដើរលេងនៅក្នុងទីក្រុងហើយនាំគ្នាថតលេងតែខ្ញុំមកថត TikTok ខ្ញុំថតប៉ុសថតវីដេអូតិចតួចទេចាអូនោះ K-pop ពេញខ្លួនហ្មងទៅសើឲ្យ10លើ10គ្រប់បត់ចេះរាំគ្រប់បត់ខ្ញុំអីវ៉ាហ្នឹងចេះរាំតាមប្អូនតា